chẳng dương miên ấy chương chỉ khía hay càng như cứ dương miên trởn vô lọt chẳng nhâm bất chỉ ăn sờ bài chặt men được về để miên hưởng tặng on năng cả là thấy phổ tha sẽ lại họp ăn khía biên lược bị bom ôn tiền về khác trong nơi chuối khía trởn chỉ để tiền tiền chẳng về để miên hưởng được phó ăn sờ bài chặt anh vô màn vô trời tôi chỉ mong cái hot để chẳng nhâm tay là thật cái tay nhưng chẳng bên bom phổ mình nè để nhưng mà anh mà ui đã để nhưng mà anh nhẹ nhọt đã nhưng mà anh thờ bia nhưng mà anh cô bia nhưng mà anh rụng kham bia anh cọc bia rồi liền ទឹកពិសាប្រូណេត We Active បរិសុទ្ធស្រស់ស្រាយគ្រប់ពេល We Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័ស បាទសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ episode ថ្មីជាមួយនឹង V Active Podcast with B អញ្ចឹងអ្នកទាំងអស់គ្នាបានដឹងហើយថាកម្មវិធីរបស់យើងបាននាំជាមួយនឹង speaker ក៏ដូចជាវាគ្មិនកិត្តិយសផ្សេងពីមួយសប្តាហ៍ទៅមួយសប្តាហ៍សម្រាប់សប្តាហ៍នេះវិញគឺពិសេសមែនទែនដោយសារយើងមាន speaker រហូតដល់ទៅ2រូបតែម្ដងនៅក្នុងការអញ្ជើញចូលរួមនៅក្នុងកម្មវិធីផងយើងហើយវាគ្មិនកិត្តិយសយើងអាទិត្យហ្នឹងគឺលែងនិយាយហ្មង គឺអស់ស្ទះតែម្ដងគាត់ថាអត់ទាន់បានចាប់ដើមបើកក្បាលកម្មវិធីប៉ុន្តែសើចពីដើមរហូតដល់សង្ឃថាអត់ទាន់ចប់ទៀតឥឡូវនេះតោះឥឡូវដើម្បីកុំឲ្យខាតពេលយូរយើងជួបជាមួយនឹងវាគ្មិនកិត្តិយសរបស់យើងទាំងពីររូបតែម្ដងបាទជំរាបសួរ bạn chạy dây nốt rồi mình đã khá là không tốt là trong ai chuẩn bị xua mình lâm សូមជ័យកម្មវិធីមកចឹង bọn mấy mẹ đó stay hấp hoặc tục khlang á của ta của đó ở đây tục mọt ai từ nề chẳng tê bà chẳng ăn mà này tim mà chẳng mẹ rắm hắc rồi đấy được bao một xong ba ឥឡូវចង់ឲ្យគេសួរឬមកក៏សួរគេវិញឡើយ ấy ở đây cái nó xong thua xong thua chỉ mẹ ao chế xua mỏ rồi thằng này mày à lấy những đai non chua thế đó gặp chứ nhớ rồi អូខេឥឡូវអ្នកទាំងអស់គ្នាប្រហែលជាបានស្គាល់ពួកគាត់ទាំងពីររូបហើយគឺតារាដែលមិនចេះរីងស្ងួតតែម្ដងជាមួយនឹងសម្ដេចបាទគាត់តែចាប់ដើមក្បាលមកគឺផ្ទុះកម្មវិធីតែម្ដងតោះឥឡូវហ្នឹងសូមណែនាំបន្តិចទៅបាទ ជំរាបសួរបងបាទជំរាបសួរបងប្អូនតែជនអរគ្នាខ្ញុំឈ្មោះ Piyo ឥឡូវហ្នឹងមាន nickname ថែមមួយទៀតគឺ Piyo Oye ពីយោយ៉ាទៀតអ្នកណាគេជាអ្នកដាក់ឲ្យពីយោយ៉ាហ្នឹងស្រឡាញ់ខ្លួនឯងដាក់ខ្លួនឯងយក អញ្ចឹងមិន fan អ្នកដាក់ឲ្យ មែនទេគឺចិត្តបើ fan ហ្នឹងមានតែនិយាយខំមានតែបំផាត់មានតែអីណាចឹងទៅ អូខេចូលយើង ចាជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះលក្ខណៈយ៉ានុតអត់មាន nickname ទេបើ nickname ត fan អ្នកដាក់ឲ្យ អូខេយ៉ានុតក៏ដូចជាពីយោអ្នកទាំងអស់គ្នាដែលគាត់ជា fan ដែលគាត់ជាមហាជនគាត់បានស្គាល់យើងថាជាអ្នកបង្កើតមាតិកានៅក្នុងបណ្ដាញសង្គមអ្នកកំ pl ែងអីចឹងទៅហើយការបង្កើតមាតិកាផងយើងហ្នឹងគឺកំ pl ែងហ្នឹងហើយប៉ុន្តែក្រៅពីហ្នឹងតើយើងជាអ្នកណាទៀតដែលពួកគាត់អត់តន់ស្គាល់យើងច្បាស់បើនិយាយពីរឿងពាក្យថាអ្នកកំ pl ែងហ្មងដំបូងឡើយក៏អត់នឹកស្មានថាខ្លួនឯងខ្លាចទៅជាអ្នកដែលផ្ដល់សំណោចទៅឲ្យបងប្អូនទស្សនិកជនដែរពីព្រោះអីយើងធ្លាប់ឃើញពីបងសិល្បករចាស់ដែលគាត់ជាតារាកំ pl ែងនោះយើងមានអារម្មណ៍ថានៅពេលដែលយើងធ្វើឲ្យគេសោយវាតតែយើងនឹងបកកែវោហាស័ព្ទអីចឹងទៅចុះពួកខ្ញុំគ្រាន់តែគិតថាយើងលេងធម្មតាទេប៉ុន្តែនៅពេលដែលធ្វើទៅគាត់ស្រឡាញ់ចូលចិត្តក៏មានអារម្មណ៍ថារាល់ថ្ងៃហ្នឹងលឿនថាទទួលយកខ្លួនឯងអត់ទាន់បានណារឿងពាក្យថាអ្នកកំ pl ែងតារាកំ pl ែងអីអញ្ចឹងណាបាទហើយក្រៅតែពីការងារដែលអាចធ្វើឲ្យបងប្អូនគាត់សោយសប្បាយអីហ្នឹងគឺក៏ជាអ្នកថតប្រម៉ូទជាមួយនឹងផលិតផលផ្សេងហើយក៏ជា MC ថតរឿងនិយាយរួមគឺថាតកតងមួយការងារសិល្បៈសម្រាប់ខ្ញុំគឺធ្វើទាំងអស់ឲ្យតែបានលុយអូខេយ៉ាងណាសម្រាប់ខ្ញុំក៏អត់មានខុសគ្នាពីគាត់ដែរប៉ុន្តែអីដែលខ្ញុំថាអញ្ចឹងគាត់ខុសពីវាហ្មងទៅ អូខេអញ្ចឹងបាញ់និយាយអញ្ចឹងព្រោះដោយសារអត់ខុសគ្នាហ្នឹងត្រូវទេបាញ់អត់សំណួរជាបន្តឥឡូវចាំបន្តិចមក អូខេ គាត់ចាក់ខ្វះមកបានទេអូខេពីក្មេងមកធ្លាប់គិតថាមិនធ្លាប់គិតទេគឺអត់គិតថាខ្លួនឯងចេះកំ pl ែងចេះអីទេបើសិននិយាយពីសិល្បៈវិញទៅជាច្រៀងទៅអីវិញចេះចិត្តច្រៀងពីក្មេងហើយម៉ាក់ខ្ញុំក៏អ្នកសិល្បៈដែរគាត់ធ្លាប់និយាយថាចេះការងារសិល្បៈបើតាមម៉ាក់គិតគឺអីដែលពិបាកបំផុតគឺកំ pl ែង
ពួកអីធម្មតាច្រៀងនៅពេលដែលយើងសុខភាពល្អយើងអាចច្រៀងបានហើយហើយនិយាយទៅវាអាចនឹងងាយស្រួលជាងការដែលយើងធ្វើឲ្យគេសោចពេលដែលយើងធ្វើឲ្យមនុស្សម្នាក់សោចគឺពិបាកខ្លាំងមែនតើអញ្ចឹងនៅពេលដែលគាត់ឃើញខ្ញុំធ្វើបានក៏ឡើងមានអារម្មណ៍ថាអីដែលមកគាត់ថាពិបាកក៏គាត់កូនធ្វើបាន តែមានអារម្មណ៍ថាម៉ាក់គិតថាយើងអត់ប្រក្រតីអត់ទេ យើងប្រងការដែរយើងប្រងការគូគូកត្រែកទៀត មិញហ្នឹងយើងនិយាយអំពីវិស័យសិល្បៈរបស់យើងទាំងពីរនាក់ប៉ុន្តែយើងចង់ចូលបន្តិចថាតើដំណើរដើមតងដែលយើងស្គាល់គ្នានឹងពីរនាក់មុននឹងក្នុងការចាប់ដៃគូជាមួយគ្នាហ្នឹងចាប់តាំងពីពេលណាមកហើយហេតុអីបានជាមានឱកាសហ្នឹងនៅក្នុងការស្គាល់គ្នាជាមិត្តភក្តិគ្នាយូរហើយឬមួយក៏យ៉ាងណាដែរ ដំណើរដើមតងគឺដោយសារតែក្រុមហ៊ុនវឌ្ឍនៈដែលនាំឲ្យពួកខ្ញុំស្គាល់គ្នា អញ្ចឹងមានន័យថាមិនមែនពូម៉ាក់គ្នាតាំងពីយូរទេរៀនមួយគ្នាទេ អត់ចូលចិត្តសោះជួបដំបូងថៃ អូ ចាំម៉ែចាអត់ម៉ែអត់ជួយចិត្តអាមួយនឹងសោះ អញ្ចឹងមានន័យថា អត់ចូលចិត្ត អូខេអញ្ចឹងមានន័យថាទាំងពីរនាក់យើងហ្នឹងគឺខ្ពើមគ្នាទាំងពីរនាក់ បើគ្នាបងហើយដូចពេលចាស់គាត់និយាយថាមែនតែស្អប់ច្បុបលើតែខ្ពើមខ្លាំងតិចទៀតត្រូវ3វាខ្លាំងមែនហ្នឹងហើយ មានគ្រប់ម៉ូតគ្រប់ម៉ាកអស់ហើយបង អញ្ចឹងកាពេលហ្នឹងនុតយើងថតកាន់ផលិតផលឲ្យខាងគ្រុតខ្ញុំគ្រុតដែរហើយមានគ្រុត energy មួយទៀតអីចឹងទៅហើយតមកពេលហ្នឹងគឺមានកម្មវិធីជប់លៀងរបស់ក្រុមហ៊ុនលឹកជុំគ្នាអីចឹងទៅហើយពេលហ្នឹងមិនដឹងក្រុមហ៊ុនសម្លឹងឃើញអីទេចាប់ពីអ្នកនេះធ្វើ MC បាទ MC live នៅអាពេលយើងបើកក្បាលដំបងអីចឹងហ្នឹងណាហ្នឹងហើយក៏មកជួបគ្នាថ្ងៃដំបូងខ្ញុំហៅវាបងយ៉ានុត បងខ្មាស់មាត់ទេខ្មាស់មាត់ ខ្មាស់ខ្លាំងអត់តែពេលនោះវារៀងចាស់ដែរ អញនៅឡើងក្មេងរហូត ក្មេងឡំអីបើអាចហៅបងយ៉ានុតអី អត់ទេបងយកពេលហ្នឹងក៏សុខធម៌ក៏មិនដែរឥឡូវជេរយ៉ាងសាហាវ តែនិយាយមែនណានៅពេលដែលយើងនិយាយថាយើងស្អប់គ្នាយើងពើមគ្នាអញ្ចឹងណាអញ្ចឹងមានថាពេលហ្នឹងសំដែងនេះសំដែងធ្វើជា fake អត់ទេបងអើយតាមពិតទៅពេលខ្លះដូចសុភាសិតចិនណាគេនិយាយថាបើមិនបានកាប់គ្នាមិនបានខំគ្នាទេមិន មិនស្រឡាញ់គ្នាទេ មិនអាចខ្លាចទៅជាមិត្តភក្តិនឹងគ្នាអញ្ចឹងពេលខ្លះយើងដំបូងមិនចូលចិត្តគ្នាតែដល់ពេលចាប់ផ្ដើមស្គាល់គ្នាទៅបានមានអារម្មណ៍ថាអូខេយើងអាចរាប់អានគ្នាបាននិយាយរឿងក្នុងចិត្តអីច្រើនអញ្ចឹង បាទ ហ្នឹងហើយអញ្ចឹង ពីកំប៉ុង បន្តវិញតិចណាពេលហ្នឹងគឺចាប់ផ្ដើមមានជួបគ្នាស្គាល់គ្នាមួយសាបន្ទាប់មកក៏មាន event ទៅចែករង្វាន់ឡានអីនៅតាមខេត្តរបស់គ្រុតអីចឹងទៅក៏ទៅប៉ះគ្នាទៀតកាលពេលហ្នឹងទៅសៀមរាប ចា ពេលទៅសៀមរាបក៏នៅតែបងដដែលបងយ៉ានុតដដែលទេហើយស្រាប់តែដល់ពេលយប់ឡើងពេលគេធ្វើការចប់គេឈៀទៅផាប់នៅ pub street យើងហ្នឹងក៏ចាប់ដើមសួរយុម៉ានាង ហើយយុម៉ានាង ដល់ពេលប្រាប់ទៅបងយើងទេ អាយុបងវាអូយថ្ងៃហងអញហែងពេញហ្នឹងបដ ாய் អញ្ចឹងទៅក៏ចាប់ផ្ដើមថាអោះតើឥឡូវមិនបាច់អីរាប់អាងធ្វើពួកម៉ាក់តែហ្មងទៅតែ3អ្នកម៉ែកូនហ្នឹងដូច20តុកអញ្ចឹងអូយមកអស់ហើយពេលហ្នឹងឡើងអាវផាប់ស្គីហ្នឹងទៅ បើសម្រាប់ខ្ញុំបើសិនជាតំណែងដែលខ្ញុំចូលចិត្តបំផុតហ្មងគឺជាតំណែងមិត្តភក្តិដោយសារតែមិត្តភក្តិយើងអាចមានអារម្មណ៍ស្និទ្ធស្នាលអត់សូវមានគម្លាតដូចជាបងអូមកថាពេលនោះខ្ញុំហៅគាត់ជាបងវិញអាហ្នឹងវាត្រូវនៅមានកម្រិតតែជាពូម៉ាក់ហ្មងខ្ញុំចូលចិត្តជាងសុបាយ ប៉ុន្តែចង់សួរបន្តិចតាក់ទងជាមួយនឹងរឿងហ្នឹងមុនពេលដែលយើងព្រួយទៅសហស្ដាប់តែបើដូចជាចូលគ្នាដូចទឹកនឹងត្រីអញ្ចឹងប៉ុន្តែធ្វើយ៉ាងណាទៅឲ្យពីយោឬមួយក៏យ៉ានុតមានអារម្មណ៍ថាមនុស្សហ្នឹងជាមនុស្សដែលខ្ញុំអាចស្និទ្ធជាមួយគ្នាបានព្រោះដោយសារគេមិត្តភ័ក្តិមិនងាយទេព្រោះដោយសារនៅពេលដែលយើងធ្វើការមួយគ្នានៅក្នុងវិស័យសិល្បៈនេះគឺអាចនឹងប្រយ័ត្នមែនទែនបាទតែកត្តាដែលធ្វើឲ្យយើងមានអារម្មណ៍ថាយើងអាចស្និទ្ធជាមួយគ្នាបានណា និយាយបង និយាយ ពួកឯងសិតតែមនុស្សចូលចិត្តនិយាយ អូខេ ហើយខ្ញុំជាមនុស្សដែលចូលចិត្តលើកឧទាហរណ៍ថាយើងអត់ពេញចិត្តចំណុចអីមួយបញ្ហាអីមួយគឺខ្ញុំលើកមកនិយាយទល់មុខមកហើយប៉ុន្តែក៏អត់និយាយនៅកំឡុងពេលដែលយើងកំពុងតែមានអារម្មណ៍ថាមានបញ្ហាជាមួយគ្នាដែរធ្លាប់មានពេលម្ដងនោះដែលយនុតធ្វើរឿងដែលខ្ញុំមានអារម្មណ៍ថាខ្ញុំអត់សប្បាយចិត្តទេប៉ុន្តែខ្ញុំតបទៅវិញធម្មតាប៉ុន្តែក្រោយតែពីពេលហ្នឹងមកគឺខ្ញុំនិយាយបញ្យល់ប្រាប់ថាអត់សប្បាយចិត្តទេនិយាយពាក្យហ្នឹងមកមានអារម្មណ៍ថាទទួលយកបានទេអីចឹងទៅហើយគាត់ក៏យល់ដូចគ្នាថាប្រាប់មកចឹងមកគឺយល់ដូចគ្នាអញ្ចឹងនៅពេលដែលយើងបើកចិត្តនិយាយពីរឿងដែលយើងអត់សប្បាយចិត្តរឿងដែលយើងអត់ពេញចិត្តហើយនឹងចំណុចល្អគ្នាទៅវិញទៅមកទៅវាធ្វើឲ្យពួកយើងកាន់តែយល់ពីគ្នា ហើយមួយទៀត
ធម្មតាយើងស្គាល់គ្នាយូរវាតែតែមានបញ្ហាមានអីអញ្ចឹងហើយហើយអញ្ចឹងនៅពេលដែលមានបញ្ហាឧបមាថាខ្ញុំអ្នកខុសខ្ញុំដឹងខុសខ្ញុំសុំទោសគាត់ពេលណាដែលគាត់តែពីយោតាំងពីខ្ញុំស្គាល់គាត់និយាយមុខហ្មងណាគាត់កម្រខុសហ่ะអញ្ចឹងនិយាយថាគាត់និយាយលេងច្រើនប៉ុន្តែគាត់និយាយដឹងវាថាគាត់និយាយលេងតែគាត់ដឹងថាគាត់លេងកម្រិតណាតែបើមីខ្ញុំនេះពេលខ្លះអត់ទេវូដល់ចឹងទៅគាត់ទៅក៏គេយកមកប្រាប់ ចាំគិតតាមហោ ចឹងបានខ្ញុំឥឡូវទៅពីមុនខ្ញុំក៏មិនមានហេតុផលឬក៏អត់ឆេវឆាវឬក៏ចិត្តធ្ងន់ចឹងដែរតែតាមខ្ញុំស្គាល់គាត់ខ្ញុំរៀងចិត្តធ្ងន់ជាងមុនដោយសារតែគាត់ចូលចិត្តប្រើហេតុផលយកមកបញ្យល់យើងថាកន្លែងនេះកន្លែងខុសកន្លែងនេះកន្លែងអត់ត្រូវនិយាយអីចឹងទៅហើយមួយទៀតគឺពេលដែលមានបញ្ហាមួយគ្នាគិតដល់រឿងដែលល្អមួយគ្នាឬក៏មិត្តភក្តិដែលយើងស្រឡាញ់ហ្នឹងក៏អត់មានច្រើនដែរអញ្ចឹងយើងក៏បន្តស្រឡាញ់រាប់អានគ្នាខ្ញុំស្រឡាញ់នេះបងខ្ញុំកើតនិយាយមកវាលឺឆ្លាញ់វិញណាឆ្លោះគ្នាមួយវាម្ដងៗណាពិបាកចិត្តទៅឆ្លោះគ្នាមួយសង្សារជួយទៅគិតអូយអាចទៅធ្វើមិនទេវាអត់ចិត្តវាខឹកចុះ អត់ទេនៅ មកទឹកសតឡើយ អត់ទេត្រូវនៅពេលដែលយើងនៅជាមួយមនុស្សដែលយើងស្រឡាញ់ណាមិនថាសង្សារឬក៏មិត្តភក្តិជិតស្និទ្ធទេវាចាប់ផ្ដើមមានអារម្មណ៍ថាចរន្តបេះដូងយើងទៅពីរនាក់ហ្នឹងផ្សារភ្ជាប់គ្នាគ្រាន់តែមានបញ្ហាបន្តិចគឺចាប់ផ្ដើមមានអារម្មណ៍ថាអត់សុខស្រួលទេដូចគ្រួសារយើងអញ្ចឹងឈាមដែលកាត់អត់ដាច់ហ្នឹងហើយប៉ុន្តែពីរនាក់ទាំងពីរនាក់មានធ្លាប់មានអារម្មណ៍ថាចង់បោះបង់គ្នាចោលចង់ដើរចេញពីគ្នាឬមួយក៏មានថ្ងៃណាមួយដែលអន់ចិត្តនឹងគ្នាខ្លាំងឆ្លោះគ្នាខ្លាំងអត់ទេអត់បើសម្រាប់ខ្ញុំណាអត់ព្រោះអីស្គាល់នេះមកបងឆ្នាំដែរឆ្លោះគ្នាទៅដល់5ដងផង តែបើសំណួរនេះសំណួរចាក់ឲ្យយំទៅយ៉ាងនោះ យំអត់ចាញ់ យ៉ាងចង់និយាយទៅយ៉ាងនោះនិយាយទៅសិនហើយចាំមកវិញខ្ញុំគិត បើនុតវាឆ្លើយថាអត់បើសម្រាប់ខ្ញុំក៏អត់ដូចគ្នាពីព្រោះថាមនុស្សខ្ញុំតំណាក់តំណងនៅពេលដែលខ្ញុំបានស្គាល់នរណាម្នាក់ហើយគឺលក្ខណៈថាមិនមែនថាយើងសំដែងទៅដើម្បីឲ្យគេចូលចិត្តទេមានអារម្មណ៍ថាអត់ដែលមាននរណាគេម្នាក់ដែលចាក់ចេញពីខ្ញុំទេ អូខេ យ៉ាអញ្ចឹងសម្រាប់ខ្ញុំគឺនៅពេលដែលស្គាល់ហើយគឺអត់ដែលគិតថាចង់បោះបង់ហើយក៏មិនមែនដោយសារតែការងារដែរ អញ្ចឹងអត់ដែលមានឆ្លោះគ្នាដែរអីទាំងអស់ ឆ្លោះមានប្រកែកគ្នាប្រកែកអីហ្នឹងទៅប៉ុន្តែក៏យើងលើកហេតុផលនិយាយពីចំណុចដែលយើងមិនគិតថាមិនពេញចិត្តឬមួយក៏មិនល្អអញ្ចឹងទៅប្រាប់គ្នាទៅក៏យើងកែប្រែគ្នាហើយយល់ពីគ្នាពីព្រោះថាដូចនិយាយអញ្ចឹងគឺតំណាក់តំណងគឺនៅពេលដែលយើងចាប់ផ្ដើមស្គាល់គ្នាមកមិនថាស្នេហាឬក៏មិត្តភក្តិអីយើងតែងតែចំណាយពេលវេលានៅជាមួយគ្នាស្វែងយល់ពីគ្នាមកហើយអញ្ចឹងបើសិនជាយើងគិតថាយើងគ្រាន់តែរឿងតិចតួចយើងបោះបង់ចោលគ្នាចុះអាពេលវេលាដែលយើងបានសាងជាមួយគ្នាមកអញ្ចឹងវាមិនអត់ប្រយោជន៍អីអញ្ចឹងទៅក៏បន្តរហូតចឹង ចង់ដឹងពីយោបល់ផងពីយោនឹងយ៉ាងនោះទីតាក់ទងជាមួយនឹងរវាងមិត្តភាពណាតើយើងគួរធ្វើបែបណាដើម្បីឲ្យមិត្តភាពមិនថាពួកយើងទាំងពីររូបទេប៉ុន្តែសូម្បីតែអ្នកដែលគាត់កំពុងស្ដាប់ឬមួយក៏អ្នកផ្សេងទៀតព្រោះតែសារគេឥឡូវនេះតាក់ទងជាមួយនឹងមិត្តភាពគឺពិបាកមែនទែនពិបាករកមិត្តដែលចិត្តស្និទ្ធមែនទែនឬមួយក៏ស្មោះស្ម័គ្រមួយគ្នាអត់ចោលគ្នាណាអញ្ចឹងបានយើងនិយាយលេងថា fake to fake ឬមួយក៏អីអញ្ចឹងទៅពេលខ្លះយើងល្អមួយគ្នាស្រាប់តែអ្វីដែលយើងចង់ក្រោយមិនយើងដឹងថាអូតាមពិតអ្វីដែលគេធ្វើល្អមួយយើងហ្នឹងគឺជាការបំភាន់ឬក៏ជាការសម្ដែងមួយទេតើគួរតែធ្វើបែបណាដើម្បីឲ្យមិត្តភាពហ្នឹងវានៅបានយូរគង់វង្សបានយូរយ៉ា សម្រាប់ខ្ញុំខ្ញុំនៅតែលើកចំណុចដដែលដែលខ្ញុំបាននិយាយមិញអញ្ចឹងទីមួយគឺយើងមានបញ្ហាអីយើងលើកមកនិយាយជាមួយគ្នាចំណុចល្អមិនល្អពេញចិត្តមិនពេញចិត្តយើងលើកមកនិយាយដើម្បីឲ្យយើងកាន់តែយល់ពីគ្នាហើយនឹងមួយទៀតភាពស្មោះត្រង់ទី3លុយកាក់បែងចែកច្បាស់លាស់អាហ្នឹងក៏វាសំខាន់ដែរហើយអញ្ចឹងចាក់ស្ដែងដោយពួកខ្ញុំការងារគឺមានពេលដែលភ្ញៀវគាត់តាក់ទងមកគឺ 50% ស្មើហ្មង អញ្ចឹងគឺអត់ប្រកាន់ថាអូអ្នកនេះអ្នកតាក់តងអ្នកនោះអ្នកតាក់តងទេចំណុចហ្នឹងឯងដែលធ្វើឲ្យយើងអូខេខំប្រឹងទាំងអស់គ្នាព្រោះតាយើងបានស្មើគ្នាអញ្ចឹងណាហ្នឹងហើយ ហើយមួយទៀតពួកខ្ញុំមានទម្លាប់មួយពួកខ្ញុំអត់ដែលជន់គ្នាទេពួកខ្ញុំនៅពេលដែលខុសពួកខ្ញុំកែលម្អគ្នានៅពេលដែលមានបញ្ហាសម្រួលគ្នាភ្លាមពួកខ្ញុំអត់ដែលទុកចោលទេបើសិនជាអ្នកទាំងអស់គ្នាចង់មានមិត្តភក្តិពិតប្រាកដមានបញ្ហាសម្រួលភ្លាមបញ្ហារឿងលុយស្មើគ្នាអូខេស្មើគ្នាហើយដូចពួកខ្ញុំពីរនាក់គឺខ្ញុំជួយគ្នាទៅវិញទៅមកដល់អត់មានលក្ខខណ្ឌទេអត់មានថាការងារហ្នឹងគាត់ត្រូវអ្នកកាត់ខ្ញុំត្រូវអ្នកកាត់ឬក៏អីទេណាគេតនេអ្នកហ្នឹងកាត់និយាយទៅពួកខ្ញុំអត់ប្រចាំគ្នាពួកខ្ញុំមានផ្លូវ ចែកមិនពីអូទៅផងវិញអញតោះ អ៊ីន
chạy tới pin nè nhóm cứ miền phơi tơ chỉ mũi kia trong bà sân chỉ dương trong bên mặt hẹn na để snap lúc ra tại dương miền phơi tơ chỉ mũi kia dương sờ lạnh kia dương ọt ao này kia đừng còn mà bạn còn bị bành hà lùi dây thoáng nhưng mà buồn bao lùi nó có sầm khang ពេលខ្លះអាមិត្តភាពយើងស្រឡាញ់ហបអានតែមកហៅឆ្នាំតែពេលយើងមានបញ្ហាលើ ប្រឆារសាលុយ ប្រពន្ធខ្ញុំអត់ទេស្មើគ្នា50%ម្នាក់ តែបងចាប់ចំណុចបានណាពីអ្នកណៃមានចំណុចមួយរៀងខ្លួនណាដែលជន់គ្នាអត់ចង់ឲ្យគ្នាល្អជាងគ្នាដូចមិនអញ្ចឹងណាយ៉ានុតកំពុងនិយាយអញ្ចឹងកំពុងចូលហើយហ្នឹងគេយកមកដាក់ប៉ុប យើងគ្នាកំពុងចែកស្លេកផងបង ដោយសារតែវានិយាយខុសវាថាអូយអ្នកណាទៅដេតអានងកាត់គេមុនខ្ញុំកាត់ហើយមួយអាវាត្រូវកាត់វាហុយមកយើងទៀត ពេលអញល្វើអញឈឺអញដាក់សាអញឈឺកំ អាច ហឹង ចង់ឲ្យដាក់មក មិញហ្នឹងមិញបងគិតទៅចេះយ៉ានុតបងគិតទៅចេះវីដេអូនេះអាចកាត់យកអាខ្លីបានព្រោះយ៉ានុតកំពុងចូលអ៊ីនអញ្ចឹងណា ហ្នឹងហើយ នោះមកប៉ុប ចាំបាច់បងអើយអីគេអបសូតគេហៅគេនៅអង់គ្លេសអង់គ្លេសគេថាមិនបងនោះ EP ទៅ អើយនេះគ្មានទឹកភ្នែកជួនស្អីគេជន់ អត់មានទឹកភ្នែកមានបដាឆាយទេអត់ទេ ឆាយវិត បាទពីយោដល់ពីយោម្ដងតាក់តងជាមួយរឿងដែលផ្ទុះនៅពេលដែលយ៉ានុតបាទលាចាក់សខាបត អាយ៉ា លែងនៅលីវហើយ អូ ពេលហ្នឹងគេជ្រួលច្បល់ពេញហ្នឹងហ្មងណាហេតុអីបានជាបងយ៉ានុតហ្នឹងគាត់ធ្វើបែបហ្នឹងគាត់ធ្វើអញ្ចឹងអត់ទង្វើហ្នឹងអត់ល្អទេគាត់នៅជាមួយនឹងបងពីយោយូរហើយហេតុអីបានជាគាត់ទៅការចោលតែពេលហ្នឹងមានអារម្មណ៍មិនដែរ អូយសប្បាយចិត្តណាស់ពួកអីសប្បាយចិត្តនោះវាមានរឿងច្រើនទៀតទី1សប្បាយចិត្តថងថាអូខេយើងលែងសូវមានជាបន្ទុកដែលថាត្រូវតែគ្រប់ពេលគឺវាឆាតមកយើងខលមកយើងព្រលឹមឡើងទៅណាទៅអីចឹងទៅអូខេចឹងអាហ្នឹងយើងរឿងហ្នឹងយើងរៀងធូរមួយហី អត់បានជាសង្សារគ្នាអញ្ចឹងពីមុនមក មែនទេបងអើយអត់មានទេអត់មាន អូយបងវិញ គាត់ថា fan គាត់ ship អីចឹងទៅតែបើថាឲ្យអីសង្សារស្អីបើថតវីដេអូអីម៉ែកូនថ្ងៃខងអីចឹងតួដូរ100តួរហូតហ្នឹងហ្នឹងហើយអញ្ចឹងក្រៅតែពីចំណុចមួយដែលយើងគិតថា ទឹកពិសា Bronet V Active បរិសុទ្ធស្រស់ស្រាយគ្រប់ពេល V Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័ស ធូរបន្ទុកប៉ុន្តែមិនមែនថាគ្នាបន្ទុកអីខ្លាំងទេគ្រាន់និយាយលេងទេប៉ុន្តែអីដែលសុបាយចិត្តមួយទៀតហ្នឹងគឺថាគាត់បានរកឃើញមនុស្សដែលជាទីស្រឡាញ់របស់គាត់ដែលអាចជាទីពឹងពំនាក់ទៅថ្ងៃអនាគតបានអញ្ចឹងសុបាយចិត្តមែនតើជាមួយនឹងមិត្តភ័ក្តិនៅចំណុចមួយហ្នឹង បាទ fake to fake ឯង fake តែឯងទៅ តែមានអារម្មណ៍ថាជាយ៉ានុតនៅពេលដែលយើងចាប់ផ្ដើមចូលកម្មវិធីអាពាហ៍ពិពាហ៍ឬមកក៏យើងមានគ្រួសារអញ្ចឹងយើងគិតថាតើវាអាចប៉ះពាល់ដល់ការងារផងយើងជាសិល្បៈហ្នឹងឬមួយក៏ការងារជាមួយនឹងពីយោតែម្ដង អូបងសម្រាប់ខ្ញុំអត់អីដែរបងដោយសារតែគូតដឹងខ្ញុំហ្នឹងគាត់យល់ពីការងារខ្ញុំនិយាយទៅអាចនិយាយបានថាគាត់ជា fan យើងតាំងពីយូរហើយអញ្ចឹងគាត់ដឹងការងារយើងគាត់សើចវីដេអូយើងគាត់អីធម្មតាអញ្ចឹងនៅពេលដែលយើងចង់ធ្វើអីយើងធ្វើធម្មតាអញ្ចឹងមានតែគាត់ជួយកាន់ជួយឆតជួយអីចឹងទៅ រហូតដល់ឥឡូវអស់ប្តីអត់គូតតែចូលទៅទៀត យើងកាត់កំពុងរំមួយវីដេអូហ្នឹងគាត់អ្នកកាន់កាមេរ៉ាថតឲ្យទៀត អញ្ចឹងវិញ អញ្ចឹងអាចនិយាយបានថាវាក៏ជារឿងដែលល្អសម្រាប់ខ្ញុំមួយដែរ ការគ្រប់គ្រងខ្លាំងមែនតើ top fan ហ្នឹងមក បាទតែធ្វើមិនបានជួបគ្នាហើយធ្វើមិនបានគេហៅថាជាធ្លាប់មានបទចម្រៀងដែលគេនិយាយថាលើសពី fan បានអត់ទេណាហេតុអីបានជាយើងអនុញ្ញាតឲ្យមនុស្សម្នាក់ហ្នឹងគាត់អាចចូលមកក្នុងជីវិតផងយើង ខ្ញុំឆ្លើយជំនួសដោយសារតែ reply story ថតគ្រុឌដួលដាច់ជើង នេះហ្នឹងមែន ហ្នឹងហើយ ខ្ញុំធ្លាប់ថតម្ដងដែររត់ទៅដួលទៅអាយ៉ា4ថ្ងៃហ្នឹងទៅគេ reply story គេទិញឆ្នាំទិញអីឲ្យបាក់ទៅបណ្ដោយ គេថាចេះមិនរត់អត់ប្រយ័ត្នចឹងបើណោះយ៉ានោះថាឲ្យគេហ្មងបងយ៉ានោះថាឲ្យចេះហើយថៃណាមនុស្សដួលហ្នឹងមិននិយាយរត់អត់ប្រយ័ត្នម៉េចចុះមនុស្សដែរស្គាល់គ្នាផងហ្នឹងតទៅពេលរួចទៅគេក៏ចាប់ដើម detail មកថាគេស្គាល់យើងតាំងពីឆ្នាំណាមកយើងភ្លេចគេព្រោះគេទិញឆ្នាំទិញរបស់មក វ៉េយ៉ានុតបងនៅមានសំណួរមួយទៀតពីយកគិតទេយើងនៅពេលដែលយើងល្បីយើងថាយើងល្បីហើយ
យើងកម្រនៅក្នុងការ reply story ផងគេត្រូវទេ បាទ ប៉ុន្តែហេតុអីបានជាយើងផ្ដល់ឱកាសនៅក្នុងការ reply story ព្រោះដោយសារអីគេមាន fan ច្រើនណាស់ដែល reply មកយើងបងចេះបងចុះប៉ុន្តែយើងកម្រនៅក្នុងការផ្ដល់ឱកាសនៅក្នុងការ reply នឹងទៀតហេតុអី មិនដែរ ចាក់អស់ បាទគាត់និយាយចេញមកអត់ដូចគេគេនិយាយចេញមកគេនិយាយចេញមកបងអើយជូនពរបងឆាប់ជាជូនពរបងអីអញ្ចឹងណា តែ reply នេះនៅក្នុងណា IG ឬមួយក៏អី Facebook អូ Facebook ទៀត Facebook គេ reply ចេញមកហ្នឹងហើយមកពីរត់អត់ប្រយ័ត្ន វាគុំជេរបែប គុំមួម៉ៅក្រៅកាហាអាចជើងកំពុងតែចេញពីពេទ្យមកស្លោផ្ដែងពីអ្នកគាត់ហ្នឹងហើយដល់ពេលមកដល់តែលេងឃើញអញ្ចឹងឯថៃនោះអូយគាត់ទៅនេមកណាបើមនុស្សដឹងហើយទៅហត់ទួលអញ្ចឹងដល់តមាត់មួយគាត់បប៉ែហ្នឹងដំបងរៀងឆ្លុះតែមិនគេរៀងតម្លាក់មកមែនទេចង់និយាយថាលើកក្រោយធ្វើអីឲ្យមើលមុខមើលក្រោយឲ្យចេះប្រយ័ត្នចេះអីចឹងហើយខ្ញុំហ្នឹងហេថៃនោះ អាពេលវា reply story ហ្នឹងជើងឈឺហ្នឹងតែសឹកកងតែ តែដល់ពេលគេទិញឆ្នាំមកឲ្យកាត់ដាក់អូដាក់ នេះចេញពី frame ណា ចេញ ទៀងភ្លេចខ្លួនណា តែខ្លួន តែធ្វើម៉េចបានដូចនិយាយចឹងនៅតែចង់ដឹងតែធ្វើម៉េចបានព្រមឲ្យគេនឹងទិញថ្នាំយកមកឲ្យទៀត អត់ទេឌឺដែរពេលហ្នឹងថាចេះពេលហ្នឹងគាត់នៅពេញឯងគាត់អត់មិននៅពេញឯងអញ្ចឹងគាត់មានគ្នាគាត់អីអញ្ចឹងណាថាទិញថ្នាំយកមកទិញទៅទិញមកថ្នាំនឹងបបបារាំងញ៉ាំតែមកគ្រាប់បានហើយអីអញ្ចឹងទៅកុំឲ្យ ញ៉ាំតែមកគាត់ដាក់ជើងហ្នឹងចេះហ៊ានលេងហ្នឹងអាពេលហ្នឹង ព្រោះញៀនគាត់ថា អូ ឆ្នាំគឺយកមកបងប្អូនចាប់ដើមរៀងទៅទៀតណាគេទិញអត់មែនអញ្ចឹងណាគេសុទ្ធតែឲ្យញ៉ាំមួយចឹងណាកុំឲ្យឈឺកាពែ អត់មានគិតថាលេបទៅដាច់កណ្ដាលនោះពួកអីបាត់ជើងដែរអត់ហ៊ានលេបជួស្លោបងហ៎ លេបថាលេបអូលេបបានគេចាប់ដើមទិញនេះទិញនោះទិញនោះជឿទៅមនុស្សស្រីយើងឲ្យតែពេលគេរៀងយកចិត្តទុកដាក់បន្តិចហ្នឹងគិតធ្វើចំណុចទួយនៃយើងហ្នឹងអាហ្នឹង អូអញ្ចឹងបើសម្រាប់ប្រុសដែលគាត់របៀបថាមានគម្រោងចង់មានស្នេហាមើលតែអ្នកណាគេឈឺបិទបងសំងនោះ reply បិទទៅទិញថ្នាំឲ្យគេទៅ អត់ទេខ្ញុំនិយាយកាត់បាត់ហ្នឹងមនុស្សស្រីយើងអាហ្នឹងអាចកំបាំងរបស់មនុស្សស្រីយើងណាគឺមនុស្សម្នាក់ដែលគិតពីចំណុចទួយដែលយើងសឹងតែខ្លួនឯងអត់ដឹងតែគេដឹងអាហ្នឹងគឺបែប ម៉ែដាំបាយដាំប្របងឲ្យរងថ្ងៃអត់គិតទេហើយអញទៅគ្រាចេញពីពេទ្យអីនោះតែក៏មិននេះផងទៅ មិនព្រមយកហ៎មិនព្រមយកអញ ដាំមកគ្រាប់ឡើងសងទីផងគុណស្កេអីវ៉ាអត់ធ្វើម៉ែសោះដល់បងពីសែបអីជួយ3ជួយអីដល់ពេញចឹងទេ ទៅមើលទៅមកកាមេរ៉ាទេជួយលើក អានេះ គេ គេ ពេលទៅមេ sponsor ទៀតហេ នេះគេហៅថាចេះដូចធុងបារាមុខអ្នកផ្សេងណា លក្ខណៈសាហាវហ្មងថាជីវិត អញសុំទោសហ្នឹងមានថាមិនពេលនេះអញសុំទោស ជួយដកដៃពីដកអញចេញ ដូចមិនមែនតែមួយទេ ជុំច្រើនណាស់មួយច្រើន ដើរដល់មក អូខេថ្ងៃដែល ទឹកភ្នែកហូរដែរតែ លង ភ្នែកនេះ ថ្ងៃដែលលងគេខ្លាំងតែហ្មងពេលណា ដូចលងរងថ្ងៃបងដល់ពេលណាលងរងថ្ងៃហ្មងពេលដែលមានបញ្ហាអីមួយធ្ងន់ធ្ងរប៉ះពាល់ដល់ខ្ញុំទាំងពីរនាក់ហើយនៅពេលដែលមានបញ្ហាហ្នឹងចូលមកធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំអាណិតគាត់ហើយខ្ញុំមានអារម្មណ៍ថាគាត់ជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវហើយពាក្យសម្ដីអីដែលគាត់និយាយវាជាការពិតព្រោះដោយសារគាត់មានផុសតាំងឲ្យយើងមើលកខកខងអីចឹងទៅអញ្ចឹងមានអារម្មណ៍ថាចាប់ដើមស្រឡាញ់គាត់ខ្លាំងនៅពេលដែលជាមនុស្សម្នាក់ដែលហ៊ានទទួលស្គាល់អីដែលខ្លួនឯងខុសហើយបើសិនជាគេនិយាយមកថាគាត់មិនមែនជាអញ្ចឹងគាត់មានផុសតាំងឲ្យយើងមើលនិយាយទៅ detail ឲ្យយើងស្រឡាញ់ចិត្តជាមនុស្សម្នាក់ដែលអាចនិយាយមកថាធ្វើឲ្យយើងសប្បាយចិត្តបានតែគាត់ធ្វើដែរវាអញ្ចឹង ពេលដែលគាត់ចាប់ផ្ដើមសារភាពប្រាប់យើងដំបូងយើងនិយាយថាម៉េច មើលគាត់សារភាពពេលណា អញទៅ ដូចធំទៅមកឥឡូវដែរទេអី បើសាច់សារភាពហ្នឹងវាសារភាពនៅណានេះកាលហ្នឹងព្រោះឯងគាត់តែងតែនិយាយថា ច្រើនពេកក៏មិនដឹង គាត់ថានិយាយលេចថាពីដំបូងហ្នឹងគាត់និយាយពេលណាគាត់ថាគាត់សាងឲ្យតែសកម្មភាពឯងគាត់អត់សូវនិយាយទេតែ មើលសកម្មភាពហ្នឹងមិនអញចង់ឃើញដែរនេះគេឲ្យមិន ជួនចាស់ជួនឆ្នាំងជួនណារៀបចំទិញឯបាយបានដាក់តែគិតគូររបស់អីសពគ្រូវិញចឹងទៅតែបើឲ្យមកអង្គុយនិយាយ ប៉ុន្តែអាហ្នឹងលក្ខណៈថាយើងមុនពេលអូខេហ្នឹងអាពេលអូខេហើយហ្នឹងគាត់ចង់សួរថាអាពេលដែលចាប់ដើមដំបូងដែលយើងអូខេជាមួយគាត់ហ្នឹង
ពាក្យអីគេឲ្យពេលណា ហើយយើងណុតនឹងនិយាយថាម៉េច ហ្នឹងហើយ ដូចអ្នកខ្លះគេនិយាយថាwill you marry me អញ្ចឹងឯណា បងពិតជាមិនអាចខ្វះមុខរបស់អូនបាន បានហើយនេះពេលហ្នឹងទៅគិរីរំ អីចា ពេលហ្នឹងទៅគិរីរំគេក៏បានចឹងទៅថាគាត់បានស្គាល់យើងតាំងពីឆ្នាំណាហើយគាត់ព្យាយាមចូលមកម្ដងហើយប៉ុន្តែពេលហ្នឹងគាត់អត់ ចោតចោ ចោតចោលពេលគេគាត់ក៏ដកថយទៅវិញគាត់អត់អីគាត់និយាយថាចេះពេលហ្នឹងគាត់នៅរៀងក្មេងដែរគាត់អត់ទាន់មានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការលេងគ្រួសារឬទៅមើលថែយើងអញ្ចឹងទៅគាត់ក៏ដកតែអាយ៉ែដល់ពេលឥឡូវគាត់ត្រឡប់មកវិញហ្នឹង សំលុយបានណា ហ្នឹងអាចនិយាយបានថាគាត់អាចមានលទ្ធភាពបានអាចបង្កើតគ្រួសារមួយបានហើយបើសិនជាគាត់មកពេលហ្នឹងខ្ញុំត្នេគាត់នឹងយកប្រពន្ធឲ្យបានហើយចៃដល់នេះយើងត្នេដែរចៃដល់នេះយើងត្នេដែរអញ្ចឹងណាហើយងាយមានណាគឺលុយឡាញ់យើងមកណាព្រឹកអូខេបង អៀនខ្លួនឯងនិយាយអញ្ចឹង អត់ដល់បងសុំតា តែធ្លាប់មាននេះសង្សារពីមុនមកអីច្រើនដងអីឬមួយក៏មិនដែរ ធ្លាប់មានដែរបងធម្មតាយើងមានអាយុ តែនិយាយទៅអី តែនិយាយទៅអើយដល់មានតាមមកពីមុនមកកាលនៅក្មេងអញ្ចឹងតែបន្ទាប់មកក៏បែកបាក់គ្នាទៅក៏គិតការងារសំខាន់អំឡុងពេល6 7ឆ្នាំហ្នឹងគឺខ្ញុំគិតការងារសំខាន់ហ្មងខ្ញុំអត់ដែរតាំងចិត្តថាត្រូវមានស្នេហាដែរអំឡុងពេលធ្វើការពេលណាក៏បានហើយខ្ញុំជឿខ្ញុំធ្លាប់ឮគេនិយាយថាបាច់ប្រឹងឯងតែដល់ពេលវេលាទៅជួបហើយមែនពេលខ្លះយើងប្រឹងពេកអាចត្រូវទៅខុស បាទ អាចត្រូវទៅអត់ត្រូវអីដែលយើងចង់បាន តែគាត់ចាប់ដើមនេះយើងដំបូងហ្នឹងចំនួនប៉ុន្មានចំនួន8ជាងឯណាអត់ដល់ទេ2017អូខេចុះពីយោវិញឥឡូវចូលដល់ពីយោវិញសួរយ៉ាងដល់ច្រើនមែនតើពីយោតើតោងជាមួយនឹងនេះរៀង detail បន្តិចណាហើយសុំទោសផងដោយសារតែមកពីយោគេឃើញថាអូខេយើងជាមនុស្សប្រុសទេប៉ុន្តែនៅពេលដែលយើងចាប់ដើមតែងខ្លួនជាមនុស្សស្រីដំបូងនៅពេលដែលយើងចាប់ដើមតែងខ្លួនហ្នឹងតើកត្តាគេដែលជំរុញឲ្យយើងធ្វើបែបហ្នឹងហើយតើនៅពេលដែលយើងចាប់ដើមធ្វើហ្នឹងមានការប៉ះពាល់អីដល់ផ្លូវចិត្តយើងអត់មានការជេរស្ដីឬមួយក៏ស្ដីបន្ទោសអីពីក្រុមគ្រួសារហើយជាពិសេសហ្នឹងគឺ fan អីចឹងណា បាទសម្រាប់សំណួរមួយនេះអញនិយាយបានថានេះជាលើកទី1បងដែលខ្ញុំឆ្លើយហើយក៏ដឹងណាស់ ហើយអត់ទាន់និយាយផងតែយំហ៎ ទេបងប្អូនហើយមកដំបូងឡើយគឺយើងលេងហើយក៏លេងហ្នឹងលេងមិនទាន់ហ៊ានបង្ហោះទេយើងលេងនៅជុំមិត្តភ័ក្តិជុំអីចឹងទៅហើយពួកគាត់ដឹងថាយើងអាចធ្វើអញ្ចឹងបានក៏ពួកគាត់សើចសប្បាយហើយបន្ទាប់មកទៀតដោយសារតែនៅពេលមួយដែលខ្ញុំមានដៃគូការងារដែរបន្ទាប់មកក៏យើងបែកក្រុមបែកអីចឹងទៅហើយខ្ញុំចាំបានដូចជាមានពាក្យមួយដែលខ្ញុំឮមកលះគេនិយាយថាគាត់តើតាមានខ្ញុំមិនអាចធ្វើបានអីចឹងទៅអញ្ចឹងពាក្យហ្នឹងមានអារម្មណ៍ថាអូខេតែពិតខ្ញុំមិនមែនជាមនុស្សចឹងទេគាត់ថាពាក្យថាដៃគូអញ្ចឹងគឺយើងត្រូវតែលេងជាមួយគ្នាអីចឹងទៅប៉ុន្តែដល់ពេលឮពាក្យហ្នឹងហើយមានអារម្មណ៍ថាអត់សុបាយចិត្តទេអញ្ចឹងក៏បែកគំនិតពាក់សក់ថតខ្លួនឯងក្រោយតួស្រីក៏បានតួប្រុសក៏បានអញ្ចឹងនៅក្នុងវីដេអូមួយហ្នឹងវាចំណេញត្រង់ថាលុយយើងមូលហើយយើងអត់ចាំបាច់ញ៉ៃច្រើនទេអញ្ចឹងយើងចង់បានប្រូលមិនអីមិនគឺកើតចេញពីយើងខ្លួនឯងហ្មងអាហ្នឹងដើមហេតុតោះមកនៅពេលដែលចាប់ផ្ដើមធ្វើក៏គិតដែរទៅដល់ប៉ាម៉ាក់គ្រួសារអីចឹងទៅហើយប៉ុន្តែនៅពេលដែលធ្វើទៅអត់អីផងគាត់ខ្ញុំបានប្រាប់គាត់ដែរខ្ញុំថាប៉ាម៉ាក់អានេះការងាររបស់ខ្ញុំពាក់សក់បានលុយទេអញ្ចឹងកុំឲ្យមានអារម្មណ៍ថាខ្មាស់គេឬមួយក៏បើសិនជាមានគេសួរគេថាមិនបដ ாய் ឲ្យកូនធ្វើអញ្ចឹងឲ្យគាត់មកជួបខ្ញុំនិយាយបញ្យល់ប្រាប់គាត់ថាមិនអីចឹងទៅអានេះខ្ញុំនិយាយត្រង់ជាពាក្យដែលខ្ញុំធ្លាប់គិតហើយខ្ញុំនឹងឆ្លើយបែបហ្នឹងពិតមែនហើយខ្ញុំនឹងសួរគាត់ថាបើសិនជាពាក់សក់បានលុយឯងពាក់អត់ពួកឯងពាក់អត់អញ្ចឹងខ្ញុំឆ្លើយដល់ភាពជឿជាក់ចឹងមែនពីព្រោះថានៅក្នុងពេលឥឡូវនេះជឿថាការងារគឺយើងត្រូវបាត់បែនទៅតាមអាកលៈទេសៈអីចឹងទៅហើយខ្ញុំធ្វើនេះក៏មិនទៅប៉ះពាល់ដល់អ្នកណាមិនទៅបំផ្លាញក្តីសុខរបស់អ្នកណាគ្រាន់ថាចង់ថាខ្ញុំធ្វើដើម្បីឲ្យ
ជាការងារប្រាក់ចំណូលរបស់យើងហើយក៏ឲ្យបងប្អូនគាត់បានសើចសប្បាយដែរអញ្ចឹងខ្ញុំគិតថាវាអត់ជាបញ្ហាអីទេឥឡូវហ្នឹងអ្នកផ្ទះក៏គាត់អូខេច្រើនសូម្បីតាបងប្អូនចំនួនមួយអ្នកផ្ទះប៉ាម៉ាក់យាយរួមគឺគ្រប់សពទាំងអស់ហ្មងគឺគាត់អូខេហើយឥឡូវហ្នឹងដល់ថ្នាក់រៀងមានអារម្មណ៍ថាអៀនវិញជាពិសេសប៉ាហើយម៉ាក់ខ្ញុំស្ដាច់ share ហើយដល់វីដេអូថ្មីហ្នឹងសាក់ឡើងវែងធ្វើជាកាយហើយគាត់ share ទៅពេលខ្ញុំ screenshot ចូលក្រុមតែមើលអញ support អញរហូតដូចចឹងទៅមានអារម្មណ៍ពេលខ្លះរៀងអៀនវិញដែរ បាទប៉ុន្តែធ្លាប់មានអ្នកដែលយករឿងទាំងអស់ហ្នឹងយកមកនិយាយប្រាប់ម៉ាក់ប៉ាយើងអត់ហ្នឹងសុំទោសណាបើសិនជាបងប្រើពាក្យលឺលួអីហ្នឹងព្រោះដោយសារចាស់គាត់អត់សូវបានយល់ដូចយើងឥឡូវយើងប្រើពាក្យភេទទី3អញ្ចឹងតែគាត់អាចនឹងកូនឯងខ្ទើយអញ្ចឹងឬមួយក៏ពាក់សក់ពាក់អីស្លៀកសរងស្លៀកអីអញ្ចឹងខ្មាស់គេអញ្ចឹងតែគាត់មានដែរធ្លាប់ឮសូរពាក្យហ្នឹងមកខ្ញុំអត់ដឹងថាមិនដែររហូតមកដល់ឥឡូវហ្នឹងខ្ញុំអត់ដែលឮពាក្យទាំងអស់ហ្នឹងចេញពីមាត់គាត់ហើយគាត់ក៏ដែរមកសួរខ្ញុំដែរប៉ុន្តែខ្ញុំក៏ចង់ដឹងដូចគ្នាអ្នកនៅស្រុកនៅភូមិដែលដូចបងនិយាយលើកឡើងអញ្ចឹងគាត់ជាមានហើយហ្នឹងហើយចង់ដឹងដូចគ្នាអញ្ចឹងបើសិនជាមានចាំមើលថ្ងៃណាមួយធ្វើវីដេអូសួរគាត់ផងប៉ុន្តែខ្ញុំគិតថាបើសិនជាមានចម្លើយដូចខ្ញុំបានប្រាប់មិញអញ្ចឹងគឺវាជាការងារហើយមួយទៀតយើងធ្វើអីកុំទៅប៉ះពាល់ដល់អ្នកណាអញ្ចឹងទៅវាអត់ជាបញ្ហាអីដែលធ្វើឲ្យគេនឹងនៅតែមកឆ្លិចយើងទេហើយមួយទៀតខ្ញុំក៏ជាមនុស្សដែលអត់ចូលចិត្តយកអារឿងអត់ប្រយោជន៍មកទុកនៅក្នុងខ្លួនដែរព្រោះថារបស់ឬមួយក៏ពេលវេលាមានប្រយោជន៍របស់យើងគឺសំខាន់ហើយនឹងមានរឿងច្រើនដែលយើងត្រូវធ្វើដើម្បីទទួលបានផលប្រយោជន៍អញ្ចឹងបើគ្រាន់តែពាក្យសម្ដីអត់ប្រយោជន៍មួយនឹងយកមកទុកក្នុងចិត្តហើយធ្វើឲ្យយើងនៅតែគិតដោះស្រាយពីវាខាត់ពេលដែលយើងត្រូវរកលុយផ្សេងច្រើនណាបាទអត់ខ្វល់អូខេហើយដោយសារសំណួរបន្តទៅខាងពីយកដូចគ្នាអញ្ចឹងយ៉ាងនោះអាចគេបានគេអាចគេក៏បានដែរដើរចេញសិនក៏បានបងចង់ដឹងរឿងជីវិតវាដែរអូខេបបាក់អត់នៅក្នុងការស្វែងរកខ្លួនឯងពីមុនគិតថាបបាក់ព្រោះអីជាពិសេសដូចអ្វីដែលខ្ញុំកំពុងតែធ្វើរាល់ថ្ងៃហ្នឹងអញ្ចឹងខ្ញុំមានអារម្មណ៍ថាអូតិចធ្វើទៅគេថាអញ្ចេះថាអញ្ចោះតិចប៉ាម៉ាក់គាត់អត់ទទួលយកបានថាខ្មាស់គេអីចឹងទៅប៉ុន្តែដល់ពេលដែលយើងចាប់ផ្ដើមធ្វើទៅលក្ខណៈថាបើយើងមិនសាកយើងមិននឹងដឹងអញ្ចឹងដល់ពេលដែលយើងសាកទៅហើយលទ្ធផលដែលយើងទទួលបានមកហ្នឹងក៏វាជាលទ្ធផលមួយដែលបើនិយាយស្រួលស្ដាប់ទៅធ្វើទៅបានលុយអញ្ចឹងបើសួរថាធ្វើទៅបានលុយរឿងអីដែលយើងមិនធ្វើទៀតមិនខុសអីពីតូនលក់របស់អីផ្សេងទេបើសិនជាយើងលក់ទៅចំណេញមានអតិថិជនគាត់ទិញយើងមិនត្រូវធ្វើវាលក់ទៀតត្រូវអត់ហ្នឹងហើយអញ្ចឹងបើសិនជាដូចខ្ញុំអញ្ចឹងខ្ញុំធ្វើទៅគាត់មានបងប្អូនគាត់ស្រឡាញ់គាត់ចូលចិត្តហើយខ្ញុំរកលុយបានអញ្ចឹងក៏ខ្ញុំធ្វើវាទៅតែពីមុននៅពេលដែលយើងអត់ទាន់បានធ្វើហ្នឹងគឺមានអារម្មណ៍ថាពិបាកមែនបាក់គិតថាខ្លាចចេះខ្លាចចោះនឹងអារឿងខ្លាចពាក្យគេហ្នឹងគឺខ្លាចមែនហើយខ្ញុំសុំភ្ជាប់ទៅមួយគាត់ប្រកាសជាអត់និយាយរឿងហ្នឹងហើយគាត់អត់ដែរនិយាយបាទគេអត់ទេហើយចោះអត់ទេបងព្រោះតែអញ្ចឹងដែរកន្លងមកហ្នឹងគឺជាអាចនិយាយបានថានៅក្នុងគ្រួសារគឺជាមនុស្សម្នាក់ដែលប្រកែហើយផង់បងប្អូនឃើញអញ្ចឹងឯណាប្រកែធ្វើការមែនតើមួយថ្ងៃគាត់រត់ពី3កន្លែងក៏បានដែរដើម្បីអីដើម្បីអ្នកផ្ទះគាត់ដើម្បីក្មួយគាត់ដើម្បីបងប្អូនគាត់ដើម្បីនៅស្រុកមានធ្វើផ្ទះធ្វើអីចឹងទៅខ្ញុំនិយាយឲ្យត្រង់ហ្មងបើឲ្យគាត់និយាយក៏អត់និយាយចំណុចហ្នឹងឯងអញ្ចឹងខ្ញុំចង់លើកទៅចេះគាត់ថាចេះបាច់ខ្វល់តែយើងធ្វើអីដែលយើងសប្បាយចិត្តមិនប៉ះពាល់ដល់អ្នកណាបានលុយជួយគ្រួសារយើងអាហ្នឹងអូខេបងប្អូនទាំងអស់នេះទទួលយកបានហើយសប្បាយចិត្តហើយចូលចិត្តមើលសឹកអីហ្នឹងអញ្ចឹងពាក្យសម្ដីអីបន្តិចតួចយើងបោះចាតែពិតនុតនិយាយថងចំណុចហ្នឹងខ្ញុំចង់ឲ្យថាមិនជាមនុស្សវាថាយើងអត់ចូលចិត្តអ៊ូតអីញ៉ៃញ៉ៃទេព្រោះអីណាមួយឥឡូវហ្នឹងក៏វាមិនទាន់ធំដុំអីដែរប៉ុន្តែក៏អត់នឹកស្មានណាខ្លួនឯងធ្វើបានហើយវាលឿនដល់ថ្នាក់ហ្នឹងហើយអញ្ចឹងទៅក៏មានអារម្មណ៍ថាសប្បាយចិត្តនឹងអីដែលយើងបានធ្វើកន្លងមកដែលអាចទទួលបានលទ្ធផលប៉ុណ្ណឹងហើយជាពិសេសនៅពេលដែលធ្វើហើយឃើញម៉ាក់ប៉ាគាត់សប្បាយចិត្តគាត់និយាយអរគុណយើងអីចឹងណាអាហ្នឹងរៀងរំភើបដែរទាំងដែលពេលខ្លះយើងមិនជាអីដែលយើងធ្លាប់គិតជាអីដែលយើងធ្លាប់សម័យប៉ុន្តែវាលឿនពេកដែលយើងអត់ទាន់ត្រៀមខ្លួនសោះហ្មងអញ្ចឹងណាអញ្ចឹងរៀងរំភើបដែរអូខេតុបអត់ចាញ់ទេមើលនៅចាញ់ហើយចេញតិចមកអីជាអារម្មណ៍រំភើបហើយបើនិយាយពី
ពាក្យដែលគេធ្លាប់និយាយរឿង comment នឹងអីដូចយើងលើកឡើងមុននឹងអីចឹងហ្នឹងវាពេលខ្លះវាប៉ះទង្គិចដែរតែគាត់ថាយើងព្យាយាមធ្វើមិនកុំគិតជាពិសេសដល់វីដេអូយើងថ្មីដែលយើងធ្វើវីដេអូប្រេងនៅហាងមួយនោះដែលគាត់ជេរគាត់ជេរឲ្យគាត់ដាក់ទំនាយខ្លាំងមែនតើហ្មងវីដេអូនោះខ្ញុំឡើងមានអារម្មណ៍ថាមិនក៏អញ្ចឹងហើយយើងធ្វើហ្នឹងក៏មិនមែនជាការសម្រេចចិត្តរបស់ពួកខ្ញុំទាំងពីរដែរគឺខាង client គាត់អូខេឲ្យយើងអ្នកធ្វើអញ្ចឹងហ្មង បើសិនជាយើងមើលឲ្យមែនតើណាអត់មានអីហ៎បងឲ្យពេលខ្លះគេហៅថាបើបានមកជាន់មួយជាន់ទៀតណាបើសិនជាខ្ញុំមើលហើយព្រោះជាទូទៅដូចខ្ញុំបញ្ជាក់ដែរថាវីដេអូមួយមុនចេញទៅខ្ញុំមើលក៏ផ្លែស្ដាប់មកទោះបីមិនក៏គេនៅតែដឹងថាយើងប្រេងគេតែដឹងបើសិនជាគេជា fan របស់យើងមែនតែអ្នកខ្លះគាត់អត់ដែរស្គាល់យើងគាត់ចូលមកជន់យើងដឹងហើយព្រោះដោយសារយើងអត់ដឹងថាតើនៅក្នុងវិស័យនេះអ្នកណាស្អប់យើងអ្នកណាស្រឡាញ់យើងទេហើយត្រូវចាំថានៅពេលដែលយើងវាតែងតែមានទេរឿងហ្នឹងដែលយើងដឹងគ្រប់គ្នាហើយនៅពេលដែលមានមនុស្សម្នាក់ជន់យើងមនុស្សម្នាក់ទៀតចាប់ដើមមានអារម្មណ៍ថាចេះអូខេខ្ញុំដាក់ឲ្យវាកាន់តែមានទម្ងន់កាន់តែខ្លាំងអញ្ចឹងព្រោះដោយសារគេមានមនុស្សទី1ហើយពីអញ្ចឹងឥឡូវបងចង់ដឹងទាំងពីរអ្នកបន្តិចថាតើនៅពេលដែលមានបញ្ហាអញ្ចឹងកើតឡើងតាំងពីដើមរហូតមកដល់ឥឡូវនេះយើងឃើញថាមានរឿងដែលកំពុងគេជន់យើងទៀតតើធ្វើយ៉ាងណាទើបយើងអាចថែរក្សាផ្លូវចិត្តយើងនឹងឲ្យនឹងណហើយបន្តដំណើរនឹងបានលុប comment លុប comment បិទ comment អត់ទេអាចសំណួរមិញដូចរឿង emotional ណារឿងនេះដល់ពេលឆ្លើយមកផាំងខ្ញុំអត់ទេអានេះជាក់ស្ដែងគឺចឹងមែនដូចវីដេអូហ្នឹងខ្ញុំប្រាប់នោះទៅជេរអាចដល់ហើយធ្វើមិនទេនេះក៏អត់តបទេអត់តបហើយអត់តបនៅតែមកទៀតអីណាសុទ្ធតែ mention អីណា page ស្នងការដ្ឋានភ្នំពេញអីណាស្នងការនគរបាលហើយទីយកគឺស្ដាច់ស្លន់ស្ដាច់ភ័យអូនគាត់គេ mention ស្នងការឲ្យបាត់ comment ទៅទៅពេលទៅក៏មូលមតិគ្នាបិទ comment សិនបិទ comment សិនខាងម្ចាស់ហាងសួរវិញមិនអត់បាត់ comment តែមិនចឹងបងដាក់ promotion មិនអូខេអានេះវាទៅពេលដល់អូយបងមួយគេជេរខ្ញុំពេកអញ្ចឹងខ្ញុំបើកវិញឲ្យគេជេរទៀតហើយចឹងទៅប៉ុន្តែអូខេគេជេរទៅដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងសំខាន់យើងកុំយកភ្នែកមើលប៉ុន្តែវាណាស់តែពេលដែលយើងចុចទូរស័ព្ទហ្នឹងវា load notification ឲ្យយើងឃើញហ្នឹងមកលើហ្នឹងស្នងការនគរបាលលេងមកអស់លេងរាជធានីភ្នំពេញទៀតកាលហ្នឹងប៉ុន្តែបើសម្រាប់ពួកខ្ញុំវាតិចខ្លាំងហ៎បងវាតិចខ្លាំងមែនតើក្នុងពេលដែលខ្ញុំផុសអីមួយទៅត្រូវបានបងប្អូនមិនពេញចិត្តអីអញ្ចឹងណាព្រោះឲ្យកម្រអញ្ចឹងយូរមួយចឹងវារៀងប៉ះពាល់អារម្មណ៍តែជាទូទៅគឺបើសិនជានិយាយឲ្យច្រើនទៅ100វីដេអូអត់ទាន់មានមួយទេសម្រាប់ពួកខ្ញុំ2នាក់អញ្ចឹងវាអត់សូវមានអារម្មណ៍នឹងដដែលមកកាន់ពួកខ្ញុំទេប៉ុន្តែបើសិនជាយូរមានមួយអញ្ចឹងក៏ពួកខ្ញុំគិតថាយើងមិនអាចនឹងទៅធ្វើអីត្រូវរហូតទេអញ្ចឹងខ្ញុំមានផ្លូវចិត្តពួកខ្ញុំគឺអញ្ចឹងមិនអាចទៅធ្វើអីត្រូវរហូតឬក៏ទៅបំពេញចិត្តអ្នកទាំងអស់គ្នានឹងបានទាំងអស់គ្នាដែរអញ្ចឹងយូរមួយឲ្យគាត់ទៀតហើយពេលខ្លះមួយទៀតលើកទឹកចិត្តគ្នាលំថានិយាយពីចំណុចអត់ល្អរបស់ណាគេអីឬមួយនោះមិនមែនរបស់ណាមិនថាយើងនិយាយដើមគេលំថាយើងនិយាយអាចចំណុចអាក្រក់ហ្នឹងទៅដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមកទៅហើយធូរហើយប៉ុន្តែបើថាឲ្យទៅតបគេនៅអី reply គេអត់ទេភាគច្រើនគឺអញ្ចឹងថាមែនចប់ទៅដាក់ខាងលើយើងផងអូហើយហើយតែពីរនាក់ហ្នឹងទេនៅក្នុងឆាតហ្នឹងទៅតែបើសិនថ្ងៃណាមួយបែកគ្នាឆាតអីហ្នឹងវិញគឺចូលគុកទាំងពីរអត់មានថ្ងៃចាញ់ទេបងនេះស្នងការនគរបាលហ្មងនេះមិនមែនស្នងការនេះផៃសតែ comment ទៀតទេបងមកដល់ផ្ទះហ្មងប៉ុន្តែមួយរយៈក្រោយនេះគឺមិនមែនមួយរយៈក្រោយទេតាំងពីពេលកន្លងមកដែលយើងធ្វើវីដេអូណាដែលมันវាហានិភ័យខ្លាំងភាគច្រើនដូចឧទាហរណ៍ថាធ្វើម៉ែកូននិយាយខំណាគ្រីមិញផឹងម៉ែអាសាក់អីខ្ចីលុយគ្នាអីហ្នឹងគឺមិនដែលមានថាពាក្យអាក្រក់ comment មកហ្មងអាចនិយាយថាជា real fan របស់ពួកយើងទាំងពីរនាក់ហ្មងអរគុណមែនតើហ្មងសម្រាប់ការឆ្លាញ់របស់ពួកគាត់អូខេសំណួរមួយចុងក្រោយចង់ឲ្យយ៉ានុតហើយនឹងភីយ៉ូនិយាយទៅកាន់គ្នាណាតាក់ទងជាមួយនឹងចំណុចប្រហែលក៏បានដែរឲ្យតែយើងគិតថាចំណុចដែលយ៉ានុតគិតថាអត់ចូលចិត្តទៅខាងភីយ៉ូហើយចំណុចណាដែលយ៉ានុតគិតថាស្រឡាញ់ពីគាត់អញ្ចឹងពេលខ្លះវាអាចនឹងថាអូជាចំណុចដែលយើងអាចកែគ្នាទៅវិញទៅមកគាត់ថាទៅចំណុចល្អ2ចំណុចអត់ល្អ20បាទអូខេសូមរាប់ឲ្យអស់ជាមួយនឹងឧទាហរណ៍បើចំណុចអត់ល្អពីយកដូចខ្ញុំនិយាយចេះដូចអត់មានតែមកតន់ឃើញវាអាចនឹងជាចំណុចល្អឬមួយក៏មិនល្អឬក៏ចំណុចដែលយើងចង់ឲ្យពីយកកែប្រែបើនិយាយfriend បើអត់ទេបើនិយាយពីចំណុចអត់ល្អ
vì nhưng mà toàn mới khơi là sao còn ở đây flop ắt là o của nhung dừng trắng á phụ ấy mà nếu nhung cho chặt bài quạt bài ấy mà ban ở mà ban ọt tầng đấy sờ bài xuống chắc con tay được thôi à tầng vừa để nhung cho chặt nó mà can nhung là hồn chắc nhung mà đai khơi tha cả lại nam mũi con không còn ấy có cỏ đai chào gì vậy đàn hay sờ mẹp ca sờ lánh cứ anh sao bạn luôn một ngày sờ mẹp ca sờ lánh cứ vậy tới sờ lánh tới con ca chẳng chia mà nữ mà nè đài tay tại cho riêng không ai cho tại trai đồng lề vì mình phành hà mình tha phành hà tôi rồi có thông chế về khác tới dung ao kia rồi cóอย่างmấy cứ ảo rõm nó cứ việc đọ tha quạt chỉ bong khổ dư ngày chẳng mình hai mình hưởng ấy cái đó cứ dưng sờ lạnh quạt ấy chẳng ao sau kia chẳng từ tại lối chạy kia mà kia thầm thớt điên thì chứ thớt điên sờ lợn thì chứ tại lối chạy kia mà kia thầm ra còn lần anh ôn cái về chạy nhom phi nè đó mà anh đâu ạ anh đã mà anh đã với về bên lía đấy tầm bất tứ bịa tham mật phé đại dương ai room nằm nào mà chỉ mùi kia tăngពីចាប់ផ្ដើមដំបូងរហូតមកដល់ឥឡូវនេះវាអត់ច្រើនឆ្នាំទេវាត្រឹមតែថ្មីប៉ុន្តែអាចនិយាយបានថាយើងដូចជាមិត្តភ័ក្តិដែលស្គាល់គ្នាមកច្រើនឆ្នាំមែនតើហ្មងរហូតដល់មិនត្រឹមតែមិត្តភ័ក្តិទេគឺយើងមានការងារជាមួយគ្នាទៀតអញ្ចឹងថងចំណុចមួយហ្នឹងខ្ញុំអាចនិយាយបានថាសម្រាប់ខ្ញុំដូចខ្ញុំនិយាយកម្មពីដំបូងអញ្ចឹងនៅពេលដែលដាក់ចិត្តថារាប់អានអ្នកណាស្គាល់អ្នកណាហើយគឺខ្ញុំអត់ងាយនឹងប្រឡែងហើយឲ្យមិត្តភាពហ្នឹងប្រេះឆាយអញ្ចឹងពីខ្ញុំទៅគឺមានតែភាពស្មោះត្រង់សេចក្តីស្រឡាញ់ពិតប្រាកដដែលអត់របៀបថាមិន fake គឺស្រឡាញ់ពិតមែនហើយអូយព្រឺសវល់ពិតមែនហើយបើសួរថាចំណែនឈ្នាននេះមានអីនៅក្នុងនឹងអត់ក៏អត់មានដូចគ្នាដែរពីព្រោះថាអាចនិយាយបានថាការងារគឺយើងជាមួយគ្នាហើយថតអីដូចគ្នាអញ្ចឹងអ្នកខ្លះគេគិតថាប្រហែលជាចំណែនគ្នាឬមួយក៏មានអាភាពគេហៅថាលើក្រោមខ្ពស់ទាបអីចឹងទៅតែសម្រាប់ខ្ញុំគឺអត់ទេគឺខ្ញុំចង់ឲ្យតែមិត្តភ័ក្តិល្អដូចគ្នាសូម្បីតែពេលថតពេលអីដូចពេលទៅកម្មវិធី event អីចឹងគឺរៀបចំមើលថារបៀបថាធ្វើមិនឲ្យទៅល្អទាំងអស់គ្នាព្រោះថាជាដៃគូអញ្ចឹងយើងអត់អាចចោលគ្នាបានទេបើសិនជាពាក្យថាដៃគូប៉ុន្តែយើងចំណែនឈ្នានីសគ្នាចង់ល្អរៀងខ្លួនអញ្ចឹងមិនមែនដៃគូទេមើលទៅវាទៅជាមួយដូចស្ដាច់មួយដូចអ្នកបម្រើហើយអញ្ចឹងគឺត្រូវតែស្អាតដូចគ្នាអាក្រក់ដូចគ្នាពេលថតកំ pl អីក៏ដូចគ្នាអញ្ចឹងដែរគឺត្រូវតែនឹងទឹមគ្នាអញ្ចឹងហ្មងទឹកពិសាប្រូណិត We Active បរិសុទ្ធស្រស់ស្រាយគ្រប់ពេល We Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័សហើយបើនិយាយពីចំណុចអាក្រក់របស់យ៉ានុតវាមានដូចគ្នាប៉ុន្តែបើសួរថាអាចឲ្យយើងមកចាប់ជាកំហុសដែលយើងត្រូវតែបែកគ្នាវាអាចទេខ្ញុំនឹងនិយាយទៅកាន់គាត់ហ្មងថាអត់ល្អអត់គួរធ្វើអញ្ចឹងមិនបាច់បន្តធ្វើវាទៀតទេយើងកែប្រែវាអញ្ចឹងទៅអាហ្នឹងខ្ញុំហ៊ាននិយាយថងអញ្ចឹងមកតែឡើយមានទេឧទាហរណ៍ដូចជារឿងមួយរឿងពីរអញ្ចឹងដែរដូចមកយឺឬមួយក៏ម៉េចឬមួយក៏អីអត់ទេរឿងមកយឺហ្នឹងឥឡូវសុំនិយាយរឿងថ្មីហ្នឹងហ្មងអញ្ចឹងយើងអាចនិយាយបានថាជាការយល់ច្រឡំអញ្ចឹងខ្ញុំនៅពេលដែលឃើញអីមិនប្រក្រតីហើយគឺខ្ញុំអត់ទុកទេអញ្ចឹងដូចយើងបាននិយាយគ្នាអញ្ចឹងគឺខ្ញុំនិយាយខ្ញុំហ៊ានទាំងដែលគិតថាបើទោះបីជាវាគិតថាមិនមែនជារឿងរបស់យើងប៉ុន្តែគឺនិយាយហ្មងសួរហ្មងថាចំណុចហ្នឹងថាអញមែនឆាតមកឡើងយកឆាតមកហ្មងហើយខ្ញុំពិតជាអត់សប្បាយចិត្តមែននៅពេលដែលយើងគិតថាគេថាឲ្យយើងអីចឹងទៅប៉ុន្តែក៏បាននិយាយគ្នាច្រើនមកដែរថាអូខេមិនមែនទេអីចឹងទៅហើយក៏យើងអាចនិយាយបានថានៅពេលដែលយើងមានបញ្ហាចឹងទៅវាកាន់តែធ្វើឲ្យយើងស្វែងយល់ពីគ្នាហត់តែច្រើនបន្ថែមទៀតចឹងទៅហើយក៏កាន់តែដឹងពីគ្នាថាអូខេអត់ទុកទេតែមានទៅហើយតែពាក្យហ្នឹងថាឲ្យទៅវិញថាឲ្យថាanh nữa dân là thôi câu đó rồi bây giờ tới cô cho cô lái người ta cô này cho lư vậy cô miên là rõm ấp tới trong phải bài mình chứ nhá nhóm thang mặt hẹn nhóm á miên sờn tay mặt hẹn đài vừa nhóm bạc quả rõm ăn miên sờn này cho nó về hai chị lúc tim cô là nhóm lúc này khẳng mình lúc này bạc cay thêm khẳng á chặt tới chặt màu
mà dục nó cứ trong cây ngặt lụi là hồ đào sai trong bên là rắm tha mà rắm than trẻ hướng đến cho ban vì con bật mền luôn đến những tầng bàn tay đến bè rắm tay chuyện bà rắm biển than trẻ khai viên cất chờ khai viên cất tha ở dương vậy nó có họ bia mẹ dương còn đắc luôn mẹ nhưng còn đắc xẻ anh mẹ rồi vui chưa dương ót anh thấy ngặt lụa là vậy mà anh có thế ok tầm vất ấy để anh cha tư nắng co mình mến cất tha anh thời mà rồi phía rồi đây bàn tay anh cứ chưa mà được mà nè đá ắt chết tục tê chẳng dương miên ấy chương vậy ní hay càng như cứ dương miên chờ như là chẳng nhưng bất chỉ ắt sải chất men nó để miên hưởng tặng năng cả là thấy của tha sẽ lại họp an kia biên lược bị bóp ôn tiền về khác trong nơi chuối kia chờ chỉ để tiền tiền chứ bên là biên hưởng được phó ắt sải chất anh vô mà vô trời của anh miễn tha ai không lắng chờ tất khuôn ai sao តែពេលហ្នឹងយ៉ាណុតនិយាយថាម៉េច ពេលហ្នឹងគេអត់មកហៅខ្ញុំទៅក៏ទៅមិនទៅមួយបាត់ភ័ក្រគ្នាឯងទេតែពេលចឹងទៅញគេអត់ហៅទៅខ្ញុំក៏ធ្វើគោវាខ្ញុំថាចេះហើយទៅណាឥឡូវលេងហៅអញហើយខ្ញុំភ្លេចអញពីល្ងាចចឹងណាទៅសេឲ្យគួយអញអុយមើលតែពេលល្ងាចឡើងទៅខ្ញុំក៏ដាក់ status មួយតែខ្ញុំមានបញ្ហាមួយអ្នកផ្សេងឯងខ្ញុំ add story ចឹងណា តែពេលអញ្ចឹងទៅពេលហ្នឹងគេពុំមានបញ្ហាមកយកពេលខ្ញុំដាក់ status ហ្នឹងអញ្ចឹងទៅយកក៏គិតថាខ្ញុំថាឲ្យគាត់ តែពេលហ្នឹងយ៉ាណុតនិយាយថាម៉េចនៅក្នុង status ហ្នឹង ខ្ញុំអត់ចាំទេដឹងតែថាប្រៀបធៀបអីអញ្ចឹងណាមនុស្សនេះល្អមនុស្សនេះអីអញ្ចឹងទៅដាក់ក្នុង story ហ្នឹងអញ្ចឹងទៅគេហ្នឹងក៏អត់ទាន់បាន reply ឆាតខ្ញុំទេតែពេលរួចទៅគេក៏បានទៅឃើញមី story ហ្នឹងហើយក៏ទៅមើលឆាតទៅគេគុំរឿងចូលគ្នាអូគេដាក់អូមីនេះអូចាមូចុះនេះឆាតnó leng យើង100ហើយខ្ញុំឡើងសែនមួយថ្ងៃហ្នឹងខ្ញុំបាក់ចិត្តទៅព្រលឹមឡើងគាត់វានិយាយហោឡើងអូមកគាត់ថាវាពួកអីគេរៀងងក់គេនិយាយមួយយើងក៏គេនៅនិយាយទីគេអត់ទៅនិយាយច្រើននឹងមុនបែកអូហូស្ទឹងឯងគេមកមួយម៉ាត់អញ្ចឹងណា តែវត្តខ្ញុំអត់ចូលចិត្តឲ្យមានអារម្មណ៍ហ្នឹងកើតឡើងថាអាហ្នឹងវាបើធៀបមួយសង្សារវាដូចគេនិយាយថាកែវតាផេះហើយតែផេះហើយវាទោះបីប្រំគុំមិនក៏វានៅតែពិបាកដែរអញ្ចឹងខ្ញុំអាចនិយាយបានថាឥឡូវនេះហ្មងណាក៏យើងនៅតែមានកូនចិត្តមួយគិតថាមិនដឹងថាច្បាស់លាស់ដូចមុនមួយក៏អត់ដែរខ្ញុំហ៊ាននិយាយអញ្ចឹងបងប៉ុន្តែបើសម្រាប់ខ្ញុំវិញឥឡូវនិយាយទៅកាន់មិត្តភ័ក្តិហ្មងគឺអត់ដែរសំបីតែគិតថាចង់ល្អឬមួយក៏ចង់ឲ្យរបៀបថាយកល្អតែខ្លួនឯងចង់ខ្ពស់អីហ្នឹងគឺអត់ដែរមានទេគឺដូចជាមុនហ្នឹងអញ្ចឹងពាក្យថាដៃគូគឺយើងត្រូវទៅទាំងអស់គ្នាតែជប់ឆ្លោះគ្នាអញខ្ជិលអញអត់ចូលចិត្តអារម្មណ៍ហ្នឹងឯងអញអត់ដឹងថាគួរនិយាយនៅក្នុងសូនហ្នឹងអត់ទេប៉ុន្តែក៏អត់ចូលចិត្តដូចគ្នាធុញមែនតែនហ្មងហើយដឹងអញស្រាប់ហើយថាអញដែរទៅ drama អីនៅលើអីចឹងគឺអត់ដែរមានទេយើងជាអ្នកដែលធ្វើឲ្យបងប្អូនសើចសប្បាយចឹងយើងមានធ្វើសប្បាយយើងគួរតែមានរឿងសប្បាយច្រើនទៅកាន់គាត់ខ្មៅគាត់គិតថាហោរឿងសប្បាយនៅក្នុង page ប៉ុន្តែដល់ពេលមក account drama មែនអីចឹងខ្ញុំអត់ចូលចិត្តហើយយើងយល់ថាអាជា account personal របស់យើងប៉ុន្តែយើងត្រូវដឹងថាយើងធ្លាប់និយាយគ្នាច្រើនទេរឿងដែលមិនបានប្រយោជន៍យើងកុំគិតយើងគិតតែរឿងមានប្រយោជន៍ដើម្បីឲ្យយើងបន្តដំណើរទៅមុខទៀតសន្យាឈប់ទៅតែ ព្រោះអីអារឿងអត់ប្រយោជន៍ហ្នឹងវាធ្វើឲ្យចិត្តយើងក្តៅកាហាយអត់ល្អហ្មង ដឹងហើយឈប់ហើយ ឥឡូវបងចង់ឲ្យចនុតទៅដូចជាពីយោនិយាយពាក្យចុងក្រោយទៅកាន់គ្នាទៅវិញទៅមកណាពីអីដែលណែគាត់ថាណែអត់ដែរធ្លាប់និយាយជាមួយគ្នាទេអត់ដែរប្រើទៅកាន់គ្នាទេជាគេហៅថាជា love language ណាជាភាសានៃសេចក្តីស្រឡាញ់ដែលយើងអត់ធ្លាប់ប្រើទេឬមួយក៏យើងគាត់ថាយើងអៀនមាត់មែនតើយ៉ាចាំថាការស្រឡាញ់ឬក៏ការសុំទោសឬមួយក៏មិនអីមិនចាឥឡូវហ្នឹងចង់និយាយថាបើសិនជារឿងហ្នឹងវាជាការយល់ច្រឡំឬក៏យ៉ាងម៉េចតែបើសិនជាកំហុសគឺអញអ្នកខុសអញដឹងចឹងអញចង់សុំទោសអញហើយណាគេអ្នកខុសអញអ្នកខុសចឹងអញចង់សុំទោសឯងហើយមួយទៀតបំណងពីក្មេងមកហត់ពេក
ទៅជាបងគេអត់ទេចឹងខ្ញុំតែតែថប់ក៏តែខ្ញុំចង់មានបងប្រុសម្នាក់ដែលខ្ញុំអាចមកអួយដាក់តែខ្ញុំអាចញាក់ញក់ដាក់ខ្ញុំអាចប្រើវាខ្ញុំអាចកោវាខ្ញុំអាចរំខានវាបានគ្រប់ពេលវេលាហើយខ្ញុំក៏បានជួយគាត់អញ្ចឹងអារម្មណ៍ខ្ញុំគឺខ្ញុំចង់បានបងប្រុសម្នាក់ហ្នឹងគឺគាត់ហ្នឹងហើយអញ្ចឹងនៅពេលដែលខ្ញុំបានហើយគឺខ្ញុំមិនដែរចង់មានបញ្ហាដែរចង់អីឲ្យគាត់ថាពេលខ្លះយើងដឹងចិត្តពេកយើងដឹងចិត្តពេកយើងខូចយើងអីយើងធ្វើយើងមិនសូវគិតយើងអត់អីហ្នឹងទៅតែបើសួរថាកាដូដែលបានមកជាបងប្រុសម្នាក់ហ្នឹងគឺមានតម្លៃសម្រាប់ខ្ញុំសប្បាយចិត្តពេលដែលមានគាត់ប៉ុណ្ណាពីយោអូខេអញ្ចឹងរឿងវាបានកើតឡើងហើយអីអញ្ចឹងនិយាយពេលនេះគឺនិយាយចេញពីចិត្តដូចគ្នាខ្ញុំពិតជាអត់ចង់មានរឿងចឹងកើតឡើងហើយក៏ឥឡូវនេះគឺយើងនឹងបន្តដំណើរទៅមុខគ្រប់អានគ្នាស្រឡាញ់គ្នាចេញពីចិត្តពិតប្រាកដមិនមែនជារឿងដែលយើងត្រូវដូចឥឡូវគេពងនិយាយថា fake ទៅ fake មកហ្នឹងគឺខ្ញុំអត់ចូលចិត្តហ្មងព្រោះថាមិត្តភាពដែល fake ទៅ fake មកហ្នឹងយើងយល់ទេថាវាអត់មានបានប្រយោជន៍អីទេវាក្រៅតែពីស្អប់គុំគួនគ្នាអីចឹងទៅហើយដូចនិយាយថាចង់បានបងប្រុសម្នាក់ខ្ញុំអត់តាំងខ្លួនជាបងប្រុសទេប៉ុន្តែខ្ញុំនឹងជួយអ្វីធ្វើអ្វីទៅតាមដែលអាចធ្វើទៅបានហើយត្រូវដឹងថាអារម្មណ៍របស់យើងរបស់មនុស្សម្នាក់គឺវាអត់ថិតថេរទេវាបត់បែនរហូតវាផ្លាស់ប្ដូរឡើងចុះរហូតអញ្ចឹងពេលខ្លះដូចគាត់និយាយថាខ្ញុំចង់មានបងប្រុសម្នាក់ដែលអាចមញែកមញួយអួយបានអីចឹងទៅធ្វើបានប៉ុន្តែបើសួរថាខ្ញុំចូលចិត្តអត់ខ្ញុំអត់ចូលចិត្តទេព្រោះថាខ្ញុំមានពេលខ្លះក៏ខ្ញុំអត់សុបាយចិត្តក៏ខ្ញុំមានពេលខ្លះដែលខ្ញុំត្រូវមានរឿងឆ្លងដែលយើងត្រូវគិតអញ្ចឹងបើសួរថាពេលខ្លះយើងត្រូវអាប់បន្ទុកមករហូតអញ្ចឹងណាអារម្មណ៍យើងវាមិនដែរអញ្ចឹងប៉ុន្តែមិនមែននិយាយហ្នឹងថាឲ្យហែងមិនអាចបង្ហាញអារម្មណ៍មកបានទេអាចបានប៉ុន្តែយើងក៏ពេលខ្លះមកធុញពេកខ្ញុំមកនេះពេកខ្ញុំធុញហ្មងអាហ្នឹងនិយាយត្រង់ប៉ុន្តែខ្ញុំប្រាប់វាត្រង់ដូចគ្នាខ្ញុំថាចេះឆ្ងាយពីអញក៏ភ្លៀងហ្នឹងឡើយហើយខ្ញុំទៅអញ្ចឹងហ្មងខ្ញុំទៅអញ្ចឹងហ្មងហ្នឹងហើយគឺខ្ញុំទៅខ្ញុំអត់ចេះលះអារម្មណ៍ថាអូយមកអីចឹងទៅខ្ញុំអត់ទេប៉ុន្តែបើថាស្ថិតក្នុងពេលវេលាណាមួយដែលយើងត្រូវផ្ដល់ភាពកក់ក្ដៅផ្ដល់ការលួងលោមឲ្យគាត់គឺខ្ញុំឲ្យពិតមែនមិនមែនជាពេលដែលយើងហើយក៏មិនមែនជាពេលដែលសម្ដែងឬមួយក៏ត្រូវ fake ដែរចាំបានពេលមួយដែលហែងមានបញ្ហាលឺពីពាក្យគេមកច្រើនហើយអញប្រាប់ហើយនៅមុខផ្ទះអញនៅក្នុងឡានពេលហ្នឹងអញផ្ដល់ក្តីស្រឡាញ់ពិតប្រាកដមែនដែលគិតថាមិត្តភក្តិមិនគួរណាមកជួបរឿងទាំងអស់ហ្នឹងយើងដូចនិយាយចឹងគឺពិបាកមករហូតមកឲ្យជាបងគេគឺយើងពិបាកជួបរឿងគ្រួសាររឿងអីចឹងទៅហើយដល់ពេលយើងចិត្តជោគជ័យហើយចិត្តទទួលបានក្តីសុខពិតប្រាកដហើយតែមកជាលឺពាក្យទាំងអស់ហ្នឹងអញ្ចឹងខ្ញុំយល់អារម្មណ៍ហ្នឹងខ្ញុំក៏បានអោបគាត់និយាយប្រាប់លួងលោមគាត់នៅក្នុងឡានអីចឹងទៅយ៉ាតែប៉ុណ្្នឹងហើយដែលសំខាន់គឺអត់មានដែរនិយាយរួមទៅគឺចេញពីចិត្តពិតប្រាកដគឺបេះដូងពិតប្រាកដអូខេឥឡូវនេះសង្ឃឹមថាអេពីសូតនេះជាអេពីសូតមួយដែលធ្វើការផ្សះផ្សាតាមពិតទៅទាំងពីរអ្នកមិនមានជាការឆ្លោះគ្នាខ្លាំងទេហើយតំណែងហ្នឹងក៏ល្អដែរអញ្ចឹងណាគ្រាន់តែថាចេះអូខេក៏លោថាបើសិនជាមិនទាន់អេពីសូតនេះយើងអត់ទាន់បាននិយាយអំពីរឿងក្នុងចិត្តផងយើងឥឡូវចាប់ទុកថាអេពីសូតនេះជាអេពីសូតផ្សះផ្សារវាងចំណុចជាមួយនឹង Pio ដើម្បីឲ្យកាន់តែស្គាល់គ្នាកាន់តែច្បាស់ឲ្យកាន់តែស្រឡាញ់គ្នាកាន់តែខ្លាំងហើយអ្វីដែលយើងអត់ទាន់បាននិយាយយើងនិយាយទៅកាន់គ្នាអញ្ចឹងសង្ឃឹមថានៅពេលដែលចប់អេពីសូតនេះហើយតំណែងយើងមិនមែនត្រឹមតែដដែលដោយកាយថ្ងៃម្សិលមិញទេប៉ុន្តែកាន់តែល្អប្រសើរជាងនឹងទៅទៀតហើយត្រូវចាំថាមាន fan ច្រើនមែនទែនដែលគាត់ស្រឡាញ់គ្រប់គ្រងយើងហើយគាត់ចង់ឃើញស្នាមញញឹមចេញពីយើងព្រោះដោយសារស្នាមញញឹមផងយើងនឹងឯងគឺជាស្នាមញញឹមដែលផ្ដល់ទៅឲ្យពួកគាត់ទៀតយើងជាផ្នែកមួយធំមែនទែនដែលយើងគិតថាប្រហែលជាគ្រាន់តែជាការកំ pl ែងយកលុយខ្លួនឯងប៉ុន្តែអ្នកខ្លះគាត់ផ្ដល់អាតម្លៃហ្នឹងណាបាទដោយសារតែយើងនឹងហើយបានជាគាត់អាចញញឹមបានកន្លះថ្ងៃ1ម៉ោងក៏ជាសេចក្តីសុខផងគាត់ដែរហើយបើតាមធម៌ព្រះមានគេថាបានបុណ្យណាបានបុណ្យមែនតើសម្រាប់ពួកខ្ញុំក៏ជាក្តីសុខរបស់ពួកខ្ញុំដូចគ្នាបងនៅពេលដែលយើងធ្វើដំណើរទៅខាងក្រៅតាមផ្សារតាមផ្លូវអីចឹងមានពេលជាពិសេសពេលដែលពួកយើងថតតែងខ្លួនឈួតអីចឹងហើយគាត់ឃើញវាយ៉ាងណាមក
អូយខំអាយដល់ពីយោយ៉ាងនុតអីចឹងទៅហើយនៅពេលដែលទៅណាគឺសួររកគ្នាទៅវិញទៅមកដូចគ្នាថ្ងៃហ្នឹងម៉ែអាសាអត់មកឥឡូវហ្នឹងមានតួថ្មីធ្វើម៉ែអាសាជាមួយនឹងផឹងនេះខ្ចីលុយនេះអ្នកឲ្យខ្ចីលុយអញ្ចឹងគាត់សើចសប្បាយមួយយើងណាហ្នឹងជាក្តីសុខដែលពួកខ្ញុំសប្បាយចិត្តខ្លាំងតែតើឥឡូវចឹងមកឲ្យពាក្យចុងក្រោយទាំងពីរអ្នកហ្នឹងនិយាយទៅកាន់ទស្សនិកជនដែលគាត់តែងតែគ្រប់គ្រងទាំងពីរអ្នកតែម្ដងបាទអូខេហើយមុនណា អូខេខ្ញុំលក្ខណៈយ៉ាងដូចក៏សូមអរគុណដល់ពុកម៉ែបងប្អូនទស្សនិកជនដែលតែងតែគ្រប់គ្រងដែលតែងតែស្រឡាញ់ចូលចិត្តមកកាន់ក្នុងខ្ញុំទាំងពីរនាក់ហើយខ្ញុំសន្យាថានឹងនៅកន្លែងហ្នឹងហើយនឹងបង្កើតជាមួយនឹងសាច់រឿងថ្មីចំណីចាក់ហកកំ pl ែងសបាយចែកជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាមិនថាបងប្អូនចូលចិត្តបែបមិនស្រុកស្រែក្នុងពេញអីហ្នឹងគឺពួកខ្ញុំនឹងរៀបចំជូនពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់កម្មវិធីកំសាន្តថាសូមអរគុណអូខេសម្រាប់ខ្ញុំវិញពីយោដែលបងប្អូនគាត់និយមហៅថាជាខុំនិយាយហ្នឹងណាបាទពិតជាអរគុណមែនតើសម្រាប់ក្តីស្រឡាញ់ពីបងប្អូនទាំងអស់គ្នាដែលបានបង្ហាញតាមរយៈការ comment ក៏ដូចជាការ share វីដេអូរបស់ពួកខ្ញុំកន្លងមកហើយមានតែម្រាមដៃ10អរគុណជូនពរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមានសេចក្តីសុខហើយពួកយើងនឹងបន្តស្វែងរកក្តីសុខជាច្រើនទៀតជូនទៅកាន់បងប្អូនទាំងអស់គ្នាតាមរយៈវីដេអូកំ pl ែងដែលពួកយើងធ្វើហើយបើសិនជាបងប្អូននៅតែស្រឡាញ់ចូលចិត្តពួកយើងក៏នៅតែបន្តដូចគ្នាហើយនឹងព្យាយាមស្វែងរកនៅអីដែលល្អដើម្បីជូនទៅកាន់បងប្អូនទាំងអស់គ្នាហើយណាបាទហើយតែគាត់អត់គិតថាអត់គួរយំទេព្រោះថាពួកយើងគឺជាអ្នកដែលដូចនិយាយចឹងផ្ដល់សំណោយប៉ុន្តែដល់ពេលមិញវាក្តុកក្តួលអញ្ចឹងក៏សូមអធិស្ឋានចាក់បង MC គឺបន្តចាក់រហូតបើថាអត់ចាក់អត់ចេញទេគឺឲ្យទៅផ្ទះហ្មងទៅចាក់ពី3ដងអត់ចេញអូខេអញ្ចឹងចុងក្រោយអរគុណមែនតើអរគុណយ៉ាងដូចក៏ដូចជាពីយោដែលផ្ដល់កិត្តិយសមែនតើនៅក្នុងការអញ្ជើញចូលរួមក្នុងកម្មវិធីហើយផ្ដល់ជាពាក្យពេចន៍ច្រើនមែនតើក៏ដូចជារឿងរ៉ាវច្រើនដែលយើងបានជួបប្រទះអញ្ចឹងណាហើយសង្ឃឹមថារឿងរ៉ាវទាំងអស់ហ្នឹងវាជាទស្សនៈល្អមួយនៅក្នុងការចែកម្លែកទៅដល់ទស្សនិកជនក៏ដូចជា fan ផនពួកគាត់ទាំងពីរនាក់នៅក្នុងការទទួលបាននៅអ្វីដែលថ្មីប្លែកល្អបាទហើយឥឡូវនេះយើងមកដល់ទីបញ្ចប់ហើយនៅក្នុងការសន្ទនាហើយសន្ទនានេះគឺចេញពីបេះដូងចេញពីចិត្តតែម្ដងបាទយំនេះគឺយំចេញពីចិត្តដូចគ្នាមិនមានជាការសម្ដែងទេបាទពីបេះដូងណាអញ្ចឹងឥឡូវនេះការសន្ទនារបស់យើងបានមកដល់ទីបញ្ចប់ហើយអរគុណមែនទែនសម្រាប់ការតាមដាននៅអេពីសូតជាមួយនឹង V Active Share with B បាទហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តការគាំទ្រក៏ដូចជាទស្សនានៅក្នុងអេពីសូតក្រោយៗទៀតបាទអញ្ចឹងពីខាងពួកយើងអរគុណច្រើនហើយជួបគ្នានៅអេពីសូតក្រោយអរគុណច្រើនអរគុណបងវិទ្យាកីឡាបំពេញចិត្តទឹក V Active ល្អបំផុតសម្រាប់លោកគ្នាពិសេសអ្នកលេងកីឡាផលិតផលខ្មែរ 100% ផលិតដោយក្រុមហ៊ុនវឌ្ឍនៈ